គោរពសួស្តីដល់បងប្អូនអ្នកស្ដាប់ទាំងអស់គ្នាថ្ងៃនេះដូចជាបាត់មុខ admin យូពី channel YouTube Micro Problem ឬក៏ឈ្មោះខ្មែរបញ្ហាខ្ញុំអីចឹងទៅថ្ងៃនេះដូចជាចូលមកសាច់រឿងយើងថ្មីវិញហើយក៏មានអត្ថបទមួយសម្រាប់ចែករំលែកដល់បងប្អូនទាំងអស់គ្នាតាក់ទងនឹងទម្លាប់តូចដែលផ្លាស់ប្ដូរវាសនារបស់អ្នកឲ្យកាន់តែប្រសើរជាងមុនសូម្បីតែខ្ញុំក៏កំពុងតែអនុវត្តដែរអញ្ចឹងទម្លាប់ទាំងអស់ហ្នឹងគឺវាមានប្រសិទ្ធភាពខ្ពស់សម្រាប់បងប្អូនទាំងអស់គ្នាដែលគាត់មានទម្លាប់មិនល្អមានទម្លាប់អាក្រក់ឬក៏មិនដឹងតែដោះខាត់ខ្លួនឯងដោយរបៀបណាអញ្ចឹងកុំភ្លេចបងប្អូនជួយចុច Subscribe ចុច Channel លើ Channel ហើយ Like មួយវីដេអូទៅដើម្បីទទួលបានវីដេអូថ្មីហើយណាមួយទៀតក៏ជាទឹកចិត្តសម្រាប់ការបន្តទៅមុខទៀតដែរអញ្ចឹងយកបិចយកសភៅមកហើយយើងកត់ទាំងអស់គ្នាហើយទម្លាប់ទាំងអស់ហ្នឹងគឺខ្ញុំអនុវត្តទៅវាទទួលបានផលល្អប្រសើរជាទីគាប់ចិត្តសម្រាប់ខ្ញុំផ្ទាល់ផងដែរទី1ការគេងឲ្យបានគ្រប់គ្រាន់ការគេងឲ្យបានគ្រប់គ្រាន់ហ្នឹងគឺធ្វើឲ្យបងប្អូនទាំងអស់គ្នាមានសុខភាពល្អភ្នែកភ្លឺស្វាងហើយទីចុងក្រោយហ្នឹងគឺការពិសេសទៀតគឺធ្វើឲ្យយើងមានកម្លាំងពលំគ្រប់គ្រាន់សម្រាប់បន្តដំណើរទៅមុខទៀតឧទាហរណ៍ការធ្វើការរកស៊ីឬក៏ទៅនេះទៅនោះឲ្យចឹងទៅបើសិនករណីអ្នកគ្នាអត់បានគេងទេសុខភាពក៏ទ្រុឌទ្រោមបញ្ហាខួរក្បាលក៏ឆាប់ stress អីចឹងទៅចុចចំណុចទី1តើតើនៅចំណុចទី2ហ្នឹងគឺការរៀបចំបញ្ជីការងារត្រូវពឹងផ្អែកទៅលើគោលដៅចម្បងរបស់ជីវិតរបស់អ្នកទាំងអស់គ្នាឧទាហរណ៍ខ្ញុំចង់ធ្វើរកស៊ីផ្នែកកៅអៅអញ្ចឹងអ្នកគ្នាអត់អាចគួរទៅគិតរឿងសំណង់បានទេអញ្ចឹងអ្នកគ្នាគួរតែគិតថាកៅអៅនឹងមានប្រភពមកពីណាកៅអៅនៅអ្នកគ្នាយកមកពីតំបន់ណាសាច់ចំណាត់បែបមិនវិញអញ្ចឹងអាហ្នឹងគឺផ្អែកទៅលើគោលដៅក្នុងជីវិតរបស់អ្នកអូខេយល់ចំណុចទី3ហ្នឹងគឺកំណត់មានថាកំណត់ deadline ខ្លួនឯងសម្រាប់ការងារអ្វីមួយអញ្ចឹងជាធម្មតាខ្ញុំតែងតែមានប៊ិចសភៅតាមខ្លួនមួយក្បាលឬក៏ប៊ិចមួយដើមឲ្យសម្រាប់ការកត់ deadline ថាខ្ញុំត្រូវធ្វើអីថ្ងៃនេះខ្ញុំធ្វើអីខ្ញុំ complete work គេឬក៏ complete ការងារឬក៏បញ្ចប់ការងារអ្វីខ្លះទៅលើអាជីវកម្មឬក៏ការងាររបស់ខ្លួនឯងប្រចាំថ្ងៃអានឹងចំណុចសំខាន់ជាងគេចំណុចទី1ទី2ទី3ហ្នឹងគឺសំខាន់តែម្ដងហើយចំណុចទី4ហ្នឹងទី4អធិស្ឋានចំណុចទី4ហ្នឹងគឺការប្រើប្រាស់បណ្ដាញសង្គម social media ឬក៏ social media របស់អ្នកគ្នាឬក៏បណ្ដាញសង្គមហ្នឹងគឺប្រកបដោយភាពវៃឆ្លាតបើសិនជាករណីបងប្អូនទាំងគ្នាប្រើប្រាស់បណ្ដាញសង្គមទៅជារឿងមួយដែលធ្វើដូចធុងសម្រាមអញ្ចឹងណាខ្ញុំអត់ណែនាំឲ្យបងប្អូនទាំងគ្នាទៅធ្វើបែបហ្នឹងទេព្រោះឯតតទៅនឹងការប្រើប្រាស់បណ្ដាញសង្គមហ្នឹងគឺតម្រូវឲ្យអ្នកទាំងអស់គ្នាហ្នឹងប្រើក្នុងនាមជាអ្វីមួយឧទាហរណ៍អ្នកគ្នាជាអ្នករកស៊ីអ្នកគ្នាផុសតែរកស៊ីទៅអ្នកគ្នាផុសអ្វីតទៅនឹងជីវិតមួយល្អប្រសើរកុំផុសអវិជ្ជមានឬក៏បណ្ដាញសង្គមមិនមែនជាធុងសម្រាមនោះទេអញ្ចឹងបើអ្នកគ្នាប្រើឆ្លាតវៃអ្នកគ្នានឹងទទួលបានប្រយោជន៍មកពីបណ្ដាញសង្គមវិញហើយចំណុចទី5ការដេកដើរឈរអង្គុយនឹងគឺប្រកបដោយឥរិយាបថល្អមិនមែនជាមនុស្សមួយដែលមើលងាយឥរិយាបថទេមានថាអ្នកគ្នាជួបភ្ញៀវឬក៏អ្នកគ្នាជួប customer ឬក៏ជួប client គឺអ្នកគ្នាត្រូវតែរៀនឥរិយាបថទាំង4នឹងឲ្យបានជាប់លាប់បើសិនអ្នកគ្នាអត់មានឥរិយាបថទាំង4នឹងទេណាគេក៏ដោយមិនថាខ្ញុំមិនថាគេទេគឺគេមិនចូលចិត្តហើយគេមិនពេញចិត្តឥរិយាបថរបស់យើងតាំងសម្ដីសម្ដៅអីចឹងទៅហើយចំណុចទី6ហ្នឹងគឺធ្វើលំហាត់ប្រាណឲ្យបានទៀងទាត់មិនថាកន្លះម៉ោងមិនថា1ម៉ោងទេហើយមួយទៀតអ្នកគ្នាអាចពាក់កាសស្ដាប់កាសយើងអ្នកគ្នាដើរជុំវិញផ្ទះតែកន្លះម៉ោងក៏ហៅថាហាត់ប្រាណដែរឲ្យយឺតទៅសៃទៅសូងបើសើជាអ្នកគ្នាអង្គុយលើកៅអីហើយទៅសម្រាកឲ្យតែអង្គុយលើកៅអីអត់ល្អទេចុះអ្នកគ្នាគួរតែបែងចែក deadline នេះការហាត់ប្រាណមិនថាទាត់បាល់កលាវៃសីអីផ្សេងទេអ្នកគ្នាគួរតែហាត់យ៉ាងតិចក៏បាន30នាទីក្នុងមួយថ្ងៃដែរចំណុចទី7គឺអានបន្ថែមឬក៏អានសភៅអានចំណេះដឹងបន្ថែមមិនថាសភៅទេសូម្បីតែអត្ថបទល្អៗលើបណ្ដាញសង្គមក៏គួរតែសិក្សាក៏គួរតែស្រាវជ្រាវឲ្យបានល្អជាងនឹងដែរអញ្ចឹងអានេះចំណុចទី7ចំណុចទី8ហ្នឹងគឺញ៉ាំអាហារសម្បូរទៅដោយជីវជាតិនិងស្លឹកបៃតងធម្មជាតិដូចជាបន្លែស្រស់បន្លែធម្មជាតិអញ្ចឹងទៅបើសិនអ្នកគ្នាប្រើញ៉ាំពួកទាំងអស់ហ្នឹងគីមីច្រើនពេកក៏វាអត់ល្អទេដោយសារសង្គមបច្ចុប្បន្នគឺអាហារនាំចូលពីបរទេសមកច្រើនមែនតើចឹងការញ៉ាំដោយប្រុងប្រយ័ត្នគឺជារឿងមួយដែលល្អបំផុតសម្រាប់បងប្អូនទាំងអស់គ្នា
ចំណុចទី9គឺការកាត់បន្ថយផឹកសូរ៉ាឬក៏ញ៉ាំម្យាយអីចឹងទៅមិនមែនឲ្យអ្នកគ្នាបញ្ឈប់ទេព្រោះសង្គមឥឡូវបញ្ឈប់ក៏វាពិបាកដែរអ្នកគ្នាត្រូវទៅការអ្នកគ្នាត្រូវទៅណាផ្សេងជួបជុំបងប្អូនមិត្តភ័ក្តិអ្នកខ្លះគឺគាត់កើតចេញពីការហូបម្យាហ្នឹងឯងអញ្ចឹងខ្ញុំអត់recommend ឲ្យអ្នកគ្នាផ្ដាច់ម្ដងទេក៏ប៉ុន្តែព្យាយាមកាត់បន្ថយម្ដងតិចព្រោះពួកទាំងអស់ហ្នឹងវាហូបច្រើនក៏វាអត់ល្អដែរអញ្ចឹងអ្នកខ្លះហូបឲ្យអត់ហាត់ប្រាណទៀតអញ្ចឹងវាស្មើនឹងជំងឺកាន់តែច្រើនឡើងក៏ប៉ុន្តែវាអត់ទាន់ដល់ពេលមួយដែលថាវាជ្រើឡើងមកវិញទេហើយមួយទៀតគឺកុំព្យាយាមហូបប្រភេទភេសជ្ជៈផ្អែមខ្លាំងពេកមិនថាកូនមិនថាបងប្អូនមិនថាអ្នកអាគ្នាទេការហូបភេសជ្ជៈផ្អែមវិញវាធ្វើឲ្យប៉ះពាល់ដល់សុខភាពរបស់អ្នកធ្ងន់ធ្ងរមែនទែនជាងការទឹកនោមផ្អែមទឹកនោមប្រៃផ្សេងចឹងទៅគឺជាជំងឺមួយដែលអ្នកគ្នារលុយវល់ម៉ឺនវល់លានទៅមើលថែក៏មិនជាដូចទេអូខេអញ្ចឹងចំណុចទី9អ្នកគ្នាយល់ណាចំណុចទី10ហ្នឹងគឺឧស្សាហ៍និយាយថាអរគុណឬក៏ឧស្សាហ៍ចំពោះអរគុណចំពោះពេលវេលាអរគុណចំពោះរឿងល្អអរគុណចំពោះរឿងដែលគេបានធ្វើមកលើយើងមិនថាល្អមិនថាអាក្រក់ទេឧទាហរណ៍គេធ្វើមកលើខ្ញុំចំណុចល្អខ្ញុំនឹងព្យាយាមអរគុណបើអត់បានអរគុណនឹងមុខគេទេក៏ប៉ុន្តែខ្ញុំអរគុណចំពោះពេលវេលាឲ្យគេបានជួយខ្ញុំឬក៏ដែលយើងអាចនិយាយបានគឺយើងនិយាយទៅកាន់គេថាអរគុណតែប៉ុណ្្នឹងទៅអញ្ចឹងអានឹងវាចូលចិត្តព្យាយាមឲ្យរៀននិយាយពាក្យអរគុណចំពោះរឿងល្អឬក៏រឿងអាក្រក់ដែលបានអញ្ចឹងណាឧទាហរណ៍មិនបានត្រូវអរគុណរឿងអាក្រក់វារឿងខ្លះវាគង់តែកើតឡើងទេក៏ប៉ុន្តែរឿងខ្លះវាជាបទពិសោធន៍សម្រាប់ជីវិតផ្ទាល់ខ្លួនរបស់យើងចំណុចទី11ការអនុវត្តការដឹងគុណជាប្រចាំមិនថាអ្នកដទៃធ្វើអំពើល្អឬក៏អំពើអាក្រក់មកលើយើងទេខ្ញុំនិយាយថារឿងចំណុចល្អចោះមិនគិតអវិជ្ជមានទេអ្នកគ្នាគួរតែព្យាយាមរៀនអរគុណឬក៏ព្យាយាមរៀនដឹងគុណពីអ្នកដទៃឧទាហរណ៍គុណមេត្តាបិតាគុណគ្រូបាព្យាអញ្ចឹងអ្នកខ្លះធ្លាប់បរៀនគាត់ពីក្មេងមកធំឡើងធំប្រប៉ុនគ្រូគឺលែងគោរពគ្រូលែងដឹងគុណគ្រូតែម្ដងខ្ញុំឃើញភាគច្រើនសម័យឥឡូវគឺបែបហ្នឹងអញ្ចឹងមិនថាគេជួយបើពាក្យចាស់មួយគេតែនិយាយថាសំបីតែបាយមួយវែកស្ដែកមួយចានហ្នឹងក៏គួរនឹងដឹងគុណគេមួយជីវិតនោះទេអញ្ចឹងមិនគួរណាថាគាត់ណាគេឲ្យប៉ុណ្ណឹងតិចមិនតែដឹងគុណវាអត់ទេដូចចាស់បុរាណនិយាយអញ្ចឹងណាបាយមួយវែកស្ដែកមួយចានក៏ជាការជួយមួយដ៏ធំធេងសម្រាប់ពួកគាត់នោះដែរអញ្ចឹងអ្នកគ្នាគួរតែរៀនយល់ចំណុចហ្នឹងអញ្ចឹងរៀនអរគុណចំពោះការដឹងគុណអីចឹងទៅចំណុចទី12កាត់បន្ថយការចំណាយដែលអត់ប្រយោជន៍មានថាកាត់បន្ថយការចំណាយដែលអត់ប្រយោជន៍ណាបែងចែកអ្វីដែលចង់បានហើយអ្វីដែលអ្នកត្រូវការបំផុតអញ្ចឹងពាក្យតែចង់បានដូចទូរស័ព្ទថ្មីវាពេលខ្លះយើងចង់បានទាំងខ្ញុំទាំងគេគឺចង់បានក៏ប៉ុន្តែអ្នកគ្នាគួរតែរៀនគាត់ថាវាជាការចាំបាច់សម្រាប់ការរស់នៅប្រចាំថ្ងៃរបស់យើងអត់បើសិនអ្នកគ្នាអត់ទេគឺមិនព្យាយាមទៅកាត់ទៅយកឬក៏ដើម្បីទៅទិញវាដើម្បីយកមកលុយឆាយទេយើងនិយាយថាសំខាន់ឬក៏ចាំតម្រូវការឬក៏អីឬក៏ចង់បានអីចឹងទៅចំណុចទី13សន្សំប្រាក់យ៉ាងហោចណាស់ក៏20ឬក៏25%ក្នុងចំណូលរបស់អ្នកសរុបទៅឧទាហរណ៍ប្រាក់ខែផងរកស៊ីផងមួយខែបាន2000ចុះចឹងអ្នកគ្នាដក1000ដក25%គឺ20%ទៅសម្រាប់សន្សំនៅពេលអ្នកគ្នាឈឺស្កាត់នៅពេលអ្នកគ្នាមានបញ្ហាតរៈណាមួយចឹងអានេះវាជាចំណុចមួយដ៏ល្អមិនថាខ្ញុំមិនថាគេទេបើរៀនសំពីក្មេងទៅធំឡើងបើសិនជាអត់មានក៏មិនក្រដែរបញ្ជាក់ឡើងហ្នឹងចំណុចទី14ទុកពេល15នាទីដើម្បីមើលថែខ្លួនប្រាណមើលថែផ្ទះឬក៏មើលថែបន្ទប់អ្នកគ្នាមានបន្ទប់អ្នកគ្នាមើលថែបន្ទប់ជូតបោបន្ទប់មួយថ្ងៃយ៉ាងហោចណាស់ក៏15ទៅ20នាទីដើម្បីមើលថែបន្ទប់ឬក៏មើលថែខ្លួនឯងដែរចំណុចទី15ក៏ជាចំណុចដែលសំខាន់ដែលខ្ញុំធ្លាប់ធ្វើរឿយនៅក្នុងជីវិតរបស់ខ្ញុំទី1យើងរៀនធ្វើអំពើសប្បុរសធម៌ឬក៏រៀនធ្វើអំពើល្អមិនថាអ្នកគ្នាមានលុយដល់វល់លៀនទេបើអ្នកគ្នាចិត្តអត់អ្នកគ្នាជ្រះថ្លាធ្វើបុណ្យមិនក៏អត់សប្បាយចិត្តទេក៏ប៉ុន្តែបើសិនអ្នកគ្នាមានលុយតែ1000ខ្មែរទេអ្នកគ្នាជួយគេដោយចិត្តសប្បុរសអ្នកគ្នាសប្បាយចិត្តពេញមួយថ្ងៃឬក៏ពេញមួយជីវិតខ្ញុំហ៊ាននិយាយចឹងដោយសារខ្ញុំធ្លាប់បានធ្វើអញ្ចឹងព្យាយាមរៀនធ្វើខ្លួនឯងឲ្យមានអារម្មណ៍ល្អសប្បាយចិត្តព្យាយាមចែករំលែកឲ្យបើអោយគេក៏ដោយបើអោយតាំងមិនពេញចិត្តគឺកុំអោយតែម្ដងអានឹងត្រឡប់ឲ្យខ្ញុំផ្ទាល់ចំណុចទី16អបអរជ័យជំនះការងាររបស់ខ្លួនឯងមិនថាទូចឬក៏ធំឯឧទាហរណ៍ខ្ញុំធ្វើនេះបានចំណុចទូចតែគេមើលមកវាទូចមែនតើតែបើសិនករណីខ្ញុំធ្វើទៅវាធំឬក៏ធ្វើទៅវាមានអារម្មណ៍ថាមោទនភាពគឺរៀនសប្បាយចិត្តទទួលយកពីអ្វីដែលខ្លួនឯងកំពុងតែធ្វើបានឧទាហរណ៍ខ្ញុំទាត់បាល់មួយជីវិតខ្ញុំអត់ដែលទាត់ចូលតែ
កូនណាមួយឲ្យវាមានអារម្មណ៍ថាវាសប្បាយគាត់ថាអចេតនាយើងទាត់តែបើយើងចេតនាទាត់ឲ្យចូលមកទាត់អត់ចូលតែបើថ្ងៃណាមួយយើងទាត់ចូលពេលហ្នឹងឯងគឺជាមោទនភាពដែលយើងព្យាយាមច្រើនឆ្នាំហើយអញ្ចឹងដូចគ្នាព្យាយាមអបអរសាទរខ្លួនឯងនៅពេលដែលខ្លួនឯងកំពុងតែធ្វើការបានតិចតួចក៏ដោយតូចកាចក៏ដោយឲ្យតែធ្វើបានហើយរៀនសប្បាយចិត្តនៅការងារដែលខ្លួនឯងកំពុងតែធ្វើបានជោគជ័យអញ្ចឹងបើសិនជាករណីអ្នកគ្នាព្យាយាមការផ្លាស់ប្ដូររៀនផ្លាស់ប្ដូរហើយរីកចម្រើនជីវិតរបស់អ្នកបន្តទៅទៀតអ្នកគ្នាកុំចាំស្អែកអ្នកគ្នាកុំចាំថ្ងៃនេះថ្ងៃនោះរៀនធ្វើចាប់ពីថ្ងៃហ្នឹងបើអត់បានពេញមួយចំណុច16នេះទេព្យាយាមធ្វើតែមួយថ្ងៃ6មួយថ្ងៃ2ថ្ងៃ3ក៏អ្នកគ្នាហៅថាជីវិតអ្នកគ្នាពោពេញទៅដោយសេចក្តីសុខហើយស្នាមញញឹមហើយមួយទៀតការផ្ដាំចុងក្រោយវាអត់មានអីក្រៅពីជីវិតខ្លួនឯងរីករាយទេហើយបើសិនជាចង់ឲ្យខ្លួនឯងរីករាយកាត់បន្ថយដើរជាមួយមនុស្សអវិជ្ជមានហើយព្យាយាមរក្សាមនុស្សដែលគិតវិជ្ជមានដូចគ្នាទើបរីកចម្រើនអូខេចង់ជាចុងក្រោយខ្ញុំមានតែប៉ុណ្្នឹងទេហើយយើងជួបគ្នាវីដេអូក្រោយៗទៀតនឹងអត្ថបទដែលខ្ញុំចែកម្លែកមិនថាល្អមិនថាអាក្រក់ទេស្ដាប់ទៅឡើងល្អក៏ទទួលអត់ល្អក៏បោះចោលទៅអរគុណច្រើនបាយបាយ